ខេអញ្ចឹងវីដេអូទី8នេះគឺបន្តទៀតតកតងទៅនឹងការ download នៅលើ Flow Music ណាអញ្ចឹង5បទមិញដែលយើង generate គឺហើយហើយអញ្ចឹងតកតងទៅនឹងការ download គឺយើងចូលកន្លែង downloader ហ្នឹងមកខ្ញុំនិយាយឲ្យទៀតខ្ញុំបញ្ជាក់កន្លែងនេះតកតងទៅនឹង Chrome profile ធ្វើម៉េច select ឲ្យត្រូវបើ select អត់ត្រូវទាញអត់ចេញណាអញ្ចឹងនៅកន្លែងនេះគឺវា scan វាមាន2មួយ scan all មួយទៀតគឺ scan by date ហ្នឹងមានថាយើង filter យកចម្រៀងដែលយើងបានបង្កើតឧបមាថាថ្ងៃនេះថ្ងៃ14ខ្ញុំបង្កើតអញ្ចឹងយើង select យកថ្ងៃ14មកហើយយើង scan by date មានថាគឺវា scan យកតែបទចម្រៀងដែលយើងបានបង្កើតថ្ងៃហ្នឹងឯងណាអូខេអញ្ចឹងខ្ញុំ sample scan all សិនណា scan all មានថាចម្រៀងយើងទាំងប្រមាណដែលយើងបានបង្កើតគឺវាទីមកទាំងអស់នេះបទចម្រៀងដែលខ្ញុំបានបង្កើតហ្នឹងគឺខ្ញុំតេស្ត70បទជាងណាតាអញ្ចឹងខ្ញុំយក scan by date ម្ដងអញ្ចឹងខ្ញុំ select ថ្ងៃ14ហ្នឹងមក scan by date អូខេមាន10បទ5បទដែលយើងបានបង្កើតមកអញ្ចឹងព្រោះមួយបទវាចេញ2ណាអញ្ចឹងឧបមាថាឥឡូវអូខេខ្ញុំយក10បទហ្នឹងអញ្ចឹងយើង select ទាំងអស់មកឬក៏យើងអត់ចង់ទេយើងយកចោះក៏បានដែរនេះយើង select បទណា select អញ្ចឹងក៏បានដែរ menu អញ្ចឹងក៏បានដែរណាអូខេ scan មកនេះ10បទអញ្ចឹងយើង download ចង់បាន download ជា file អីណាអញ្ចឹងខ្ញុំយក MP3 ទៅតេស្តហើយខ្ញុំដាក់កន្លែងតេស្តហ្នឹងដូចគ្នាយើងចុចបាក់ download មកធ្លាក់មកនេះអូខេPagi tiba lagi អូខេអញ្ចឹងតកតងទៅនឹង downloader នៅលើ Flow Gen គឺមានតែប៉ុណ្្នឹងទេបងប្អូនងាយឃើញបងប្អូនអត់ពិបាកទេតោះអញ្ចឹងចាំជួបគ្នាវីដេអូមួយទៀតចុងក្រោយគឺតកតងទៅនឹង rename